ព្រោះតែស្រឡាញ់ទើបមានការហួងហែងព្រោះតែស្រឡាញ់ទើបមានការឈឺចាប់ព្រោះតែស្រឡាញ់ទើបទឹកនេត្រាហូរព្រោះតែស្រឡាញ់ទើបកើតទុក្ខឥតស្រាកស្រានសេចក្តីស្រឡាញ់វាជាបទដ្ឋាននៃសេចក្តីទុក្ខសេចក្តីស្រឡាញ់ធ្វើឲ្យរវល់គឺរវល់ក្នុងការហួងហែងថែរក្សាការពារអ្វីដែលខ្លួនស្រឡាញ់សេចក្តីស្រឡាញ់ធ្វើឲ្យខ្លាចគឺខ្លាចបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ឬវត្ថុដែលខ្លួនស្រឡាញ់សេចក្តីស្រឡាញ់ធ្វើឲ្យចិត្តមិនស្ងប់ព្រោះចិត្តគិតភ័យព្រួយបារម្ភពីរបស់ដែលខ្លួនស្រឡាញ់សេចក្តីស្រឡាញ់កាន់តែច្រើនប៉ុណ្ណាសេចក្តីទុក្ខក៏កាន់តែច្រើនប៉ុណ្ណោះដែរនៅពេលដែលរបស់ឬមនុស្សដែលកូនស្រឡាញ់បាត់បង់ទៅប៉ុន្តែកូននឹងគ្មានសេចក្តីទុក្ខសោះប្រសិនបើរបស់ឬមនុស្សនោះមិនមែនជាទីស្រឡាញ់នៃកូន